សួស្តីអ្នកទាំងអស់គ្នាជួបជាមួយខ្ញុំវីរៈទៀតហើយថ្ងៃនេះខ្ញុំបាទនឹងលើកយកនៅរឿងដ៏រន្ធត់មួយមកសង្ខេបនឹងនិយាយជូនប្រិយមិត្តទាំងអស់គ្នាស្ដាប់ដែលរឿងនោះមានចំណងជើងថាមរិញគង្វាលស៊ីមនុស្សចង់ដឹងសាច់រឿងទៅជាយ៉ាងណាតោះតាមដានទស្សនានិងស្ដាប់ដូចតទៅរឿងមរិញគង្វាលស៊ីសាច់មនុស្សគឺជារឿងព្រេងនិទានបែបភ័យរន្ធត់និងផានិភ័យដែលដំណាលពីជំនឿបុរាណខ្មែរអំពីពួកមរិញគង្វាលប៉ុន្តែលើកនេះពួកគេមិនមែនជាអ្នកថែរក្សាព្រៃព្រឹក្សាឬជួយមនុស្សដូចសពមួយដងឡើយសូមអញ្ជើញរីករាយស្ដាប់សាច់រឿងទាំងស្រុងដូចតទៅកាលពីយូរលង់ណាស់មកហើយមានភូមិដាច់ស្រយាលមួយឈ្មោះថាភូមិមណ្ដងសាច់ភូមិនេះស្ថិតនៅក្បែរជើងភ្នំមួយដែលហ៊ុំព័ទ្ធទៅដោយព្រៃក្រាស់ស្មឹកគ្មានពន្លឺថ្ងៃណាអាចចាំងចូលទៅដល់ដីឡើយអ្នកភូមិទាំងអស់តែងតែដាស់តឿនកូនចៅតគ្នាថាពេលព្រះអាទិត្យលិចបាត់ពីកំពូលភ្នំដាច់ខាតកុំឈានជើងចូលទៅក្នុងព្រៃខាងលិចនោះឲ្យសោះព្រោះទីនោះជាដែនដីរបស់ពួកមរិញគង្វាលភ្នែកក្រហមជាទូទៅមរិញគង្វាលគឺជាព្រលឹងវត្ថុស័ក្តិសិទ្ធិមានមាឌតូចដូចកូនក្មេងដែលចាំថែរក្សាសត្វព្រៃនិងជួយសង្គ្រោះមនុស្សពីការវង្វេងផ្លូវប៉ុន្តែសម្រាប់ព្រៃខាងលិចនៃអណ្ដូងខ្សាច់នេះវិញវាខុសស្រឡះមរិញគង្វាលនៅទីនេះត្រូវបានគេនិយាយតគ្នាថាជាពួកព្រលឹងខ្មោចដែលស្រេកឃ្លានឈាមនឹងសាច់មនុស្សដោយសារតែធ្លាប់ត្រូវគ្រូមន្តអាគមខ្មៅម្នាក់សម្លាប់យកព្រលឹងមកចិញ្ចឹមកាលពីច្រើនរយឆ្នាំមុននៅក្នុងភូមិនោះមានយុវជនម្នាក់ឈ្មោះសុកគឺជាមនុស្សម្នាក់ដែលមិនសូវជឿលើរឿងព្រេងបុរាណឡើយគេជាមនុស្សក្លាហានតែងមានវិន័យនិងចូលចិត្តបរបាញ់សត្វជាខ្លាំងថ្ងៃមួយជិតដល់ពិធីបុណ្យភូមិទៅហើយសុកចង់រកសាច់សត្វធំដូចជាជ្រូកព្រៃឬប្រើសដើម្បីយកមកធ្វើម្ហូបជួបលៀងអួតអ្នកភូមិម្ដងគេបានបបួលមិត្តភក្តិជិតស្និទ្ធពីរនាក់ទៀតគឺដេតនិងកែវចូលទៅបរបាញ់សត្វដេតនិងកែវមានការរារែកយ៉ាងខ្លាំងពេលឃើញសុកដើរសម្ដៅទៅព្រៃខាងលិចដេតអាសុកឯងភ្លេចបំរាមចាស់ហើយមែនទេព្រៃនោះគ្រោះថ្នាក់ណាស់ត្រឡប់ទៅវិញទៅសុកឆ្លើយពួកឯងខ្លាចរឿងអរូបីអត់ប្រយោជន៍នឹងមែនសត្វធំសម្បូរតែនៅក្នុងព្រៃខាងលិចនឹងឯងបើខ្លាចក៏ត្រឡប់ទៅវិញតែពីរនាក់ទៅឬដូច្នេះហើយដោយសារតែការស្រឡាញ់មិត្តភក្តិនិងមិនចង់ឲ្យសុកមើលងាយថាជាក្មេងកំសាកដេតនិងកៅក៏សម្រេចចិត្តដើរតាមសុកចូលទៅក្នុងព្រៃជ្រៅនោះផ្លែកខុសពីសពមួយដងពេលដើរចូលទៅដល់ក្នុងព្រៃជ្រៅពួកគេមិនបានជួបសត្វព្រៃសូម្បីតែមួយក្បាលបរិយាកាសប្រែជាស្ងាត់ជ្រងំខ្យល់បក់មកម្ដងត្រជាក់ដល់ឆ្អឹងខ្នងមិនយូរប៉ុន្មានព្រះអាទិត្យក៏ចាប់ផ្ដើមលិចបាត់ពន្លឺងងឹតបានគ្របដណ្ដប់ព្រៃទាំងមូលពេលដែលពួកគេរៀបនឹងរកកន្លែងសម្រាកសំឡេងមួយក៏បន្លឺឡើងវាជាសំឡេងសើចក្អាកក្អាយរបស់ក្មេងៗជាច្រើននាក់ប៉ុន្តែវាក្រលួចនិងគួរឲ្យព្រឺរោមបំផុតកែវរន្ធត់រហូតលុតជង្គង់ដួលលើដីកែវសុកដេតឯងឮទេសំឡេងអីនឹងសុកក៏ឆ្លើយទោះបីជាភ័យបន្តិចមែនតែនៅតែរឹងរូសប្រហែលជាសត្វស្វាឬសត្វទីទុយសំឡេងទីដឹងកុំភ័យពេកសុកបានបញ្ចាំងកែវភ្នែកពិលទៅលើដីស្លុតចិត្តជាខ្លាំងព្រោះនៅលើដីខ្សាច់មានដានជើងតូចដូចជាដានជើងក្មេងរាប់រយដានដើរព័ទ្ធជុំវិញពួកគេទាំង3នាក់អ្វីដែលគួរឲ្យខ្លាចនោះគឺដានជើងទាំងនោះមិនមែនដើរមកពីចម្ងាយទេគឺវាកំពុងតែលេចឡើងម្ដងមួយនៅលើដីដោយមិនឃើញរូបរាងមនុស្សទាល់តែសោះរំពេចនោះពន្លឺភ្លើងពណ៌ក្រហម
ដោយកងភ្នែករាប់សិបគូបានលេចឡើងនៅលើមែកឈើពួកវាបានចាប់ផ្ដើមលោតចុះមកដីម្ដងមួយរូបរាងរបស់ពួកវាដូចជាក្មេងអាយុ5ទៅ6ឆ្នាំតែមានស្បែកក្រហមប្រផេះក្រៀមក្រោះស្បែកក្រហមឆ្អៅដូចឈាមនិងមានធ្មេញស្រួចដូចធ្មេញត្រីឆ្លាមពួកវាគឺម្រេចគង្វាស៊ីសាច់មនុស្សសុកក៏ថារត់ស្រែកឡើងយ៉ាងខ្លាំងអ្នកទាំង3រត់បាត់ជើងបុកដីមិនគិតទិសដៅតំបន់ឡើយប៉ុន្តែពួកម្រេចគង្វានោះមានល្បឿនលឿនណាស់ពួកវាហោះហើរនិងរត់កាត់មែកឈើដោយសត្វស្វាកែវដែលរត់នៅក្រោយគេបែរជាទាក់ជើងនឹងវល្លិឈើដួលប្រប៉ោយនៅលើដីភ្លាមនោះពួកម្រេចគង្វារាប់សិបក្បាលបានស្ទុះទៅរំក្រញ៉ៅនិងខំហែកសាច់កែវទាំងរស់សំឡេងស្រែកដ៏ឈឺចាប់របស់កែវលាន់លឺពេញព្រៃមុននឹងស្ងាត់បាត់ទៅវិញដោយបន្សល់ទុកតែសំឡេងគង់ជ្រាមខំទំពាសាច់និងឆ្អឹងយ៉ាងគួរឲ្យរន្ធត់សុកនិងដេតមិនហ៊ានងាកក្រោយមើលឡើយពួកគេរត់រហូតដល់អស់កម្លាំងហើយបានទៅពួននៅក្នុងរន្ធឈើមួយធំនៅក្នុងរន្ធឈើដ៏ងងឹតសុកនិងដេតដកដង្ហើមញាប់ញ័រទឹកភ្នែកហូរព្រោះការបាត់បង់មិត្តភក្តិនិងភាពភ័យខ្លាចជាពន់ពេកមិនយូរប៉ុន្មានសំឡេងរបស់កែវក៏ពន្លឺឡើងពីក្រោយដើមឈើសំឡេងកែវសុកដេតជួយអញផងអញរត់រួចហើយតែអញឈឺជើងណាស់ចេញមកជួយអញបង្រុំរបួសបន្តិចមកដេតឮដូចនោះក៏ត្រេកអរណាស់រៀបនឹងលូនចេញទៅក្រៅប៉ុន្តែសុកបានចាប់ដៃដេតជាប់សុកសង្កេតឃើញថាសំឡេងនោះទោះជាដូចកែវមែនប៉ុន្តែវានិយាយឡើងអណ្ដើននិងមានសំឡេងសើចលួចលាក់នៅពីក្រោយខ្នងសុកយកពិលបញ្ចាំងតិចតាមប្រហោងឈើទៅខាងក្រោយអ្វីដែលគេឃើញមិនមែនជាកែវឡើយប៉ុន្តែជាម្រេចគង្វាលមួយក្បាលកំពុងតែកាន់ក្បាលដាច់ចេញពីខ្លួនរបស់កែវហើយធ្វើចលនាមាត់នោះឲ្យនិយាយដើម្បីបោកបញ្ឆោតពួកគេដេតឃើញទស្សនវិជ្ជានោះហើយក៏ទប់អារម្មណ៍មិនបានស្រែកឡើងយ៉ាងខ្លាំងដោយក្តីតក់ស្លុតសំឡេងស្រែកនេះបានធ្វើឲ្យពួកម្រេចគង្វាដឹងខ្លួនភ្លាមពួកវាបានចាប់ផ្ដើមយកដៃក្រញ៉ាំមុតស្រួចកោះខាត់ដើមឈើនោះក្រោបដើម្បីហែកដើមឈើចូលមកយកជីវិតអ្នកទាំងពីរដឹងខ្លួនថាគ្មានផ្លូវពួនទៀតឡើយសុកនិងដេតសម្រេចចិត្តកាន់កំបិតព្រៃនិងដំបងស្ទុះចេញមកក្រៅវាយប្រហាររបស់ពួកពៀដើម្បីរត់ទៅទិសខាងកើតដែលជាផ្លូវត្រឡប់ទៅភូមិវិញសុកបានវាយកាត់ក្បាលម្រេចគង្វា2ភ្នែកក្រហមបាន2ទៅ3ក្បាលប៉ុន្តែពួកវាមកច្រើនពេកដេតត្រូវបានពួកវាខាំចោលជើងនិងខ្នងរហូតដួលចុះមុននឹងត្រូវពួកវាស៊ីដេតបានស្រែកប្រាប់ថាសុកឯងរត់ទៅកុំគិតពីអញអីរត់ទៅប្រាប់អ្នកភូមិទៅសុកយំផងរត់ផងអាវដាច់រហែកខ្លួនប្រាណពេញដោយរបួសឈាមស្រោចខ្លួនពួកម្រេចគង្វាដេញតាមពីក្រោយខ្នងយ៉ាងខ្ជាប់ខ្ជួនដៃរបស់ពួកវារៀបនឹងចាប់ទាញជើងសុកទៅហើយប៉ុន្តែភ្លាមនោះពន្លឺព្រះអាទិត្យពណ៌មាសដំបូងនៃពេលព្រលឹមបានចាំងកាត់កំពូលភ្នំចូលមកដល់មាត់ព្រៃក្រេតក៏គ្រឹះពួកម្រេចគង្វាពេលត្រូវពន្លឺថ្ងៃពួកវាក៏ស្រែកយំយ៉ាងឈឺចាប់រួចក៏រលាយខ្លួនคล้ายជាផ្សែងខ្មៅហោះត្រឡប់ចូលទៅក្នុងព្រៃជ្រៅវិញបាត់អស់ទៅសុកបានសន្លប់នៅមាត់ព្រៃនោះរហូតដល់អ្នកភូមិមកជួយសង្គ្រោះទោះបីជាសុកអាចមានជីវិតត្រឡប់មកវិញមែនប៉ុន្តែគេបានបាត់បង់មិត្តភក្តិទាំងពីរនាក់យ៉ាងអាណោចអាថមហើយផ្លូវចិត្តរបស់គេត្រូវខ្ទេចខ្ទាំខ្លាចជាមនុស្សវង្វេងវង្វាន់និយាយតែម្នាក់ឯងតាំងពីថ្ងៃនោះមកចាប់ពីពេលនោះមកគ្មានអ្នកភូមិអណ្ដូងខ្សាច់ណាម្នាក់ហ៊ានសំបីតែងាកមើលទៅព្រៃខាងលិចនោះទៀតឡើយហើយរឿងរ៉ាវរបស់ម្រេចគង្វាស៊ីមនុស្ស
ក៏បានក្លាយជាមេរៀនដាស់តឿនដ៏រន្ធត់មួយសម្រាប់កូនចៅខ្មែរជំនាន់ក្រោយឲ្យចេះគោរពបម្រាមនិងមិនត្រូវមានចិត្តវិនាសបំពានជាតិធម្មជាតិឡើយរឿងរ៉ាវនេះបានបញ្ចប់ដោយបរិបូរណ៍តើអ្នកមានអារម្មណ៍យ៉ាងណាដែរចំពោះសាច់រឿងបែបភ័យរន្ធត់មួយនេះសូមខមមិននៅខាងក្រោមសូមអរគុណសូមជម្រាបលាកុំភ្លេចចុច Subscribe Channel Admin ម្នាក់មួយផងសូមអរគុណ